ដំកើងចំពោះ8សេរីរុងរឿងរបស់ព្រះជាម្ចាស់និងកិត្តិយសរបស់មនុស្សបបិទ្ធព្រះអង្គម្ចាស់ជាព្រះរបស់ខ្ញុំអើយព្រះនាមព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូលព្រះអង្គថ្កុំថ្កើងរុងរឿងលើផ្ទៃមេឃទៅទៀតព្រះអង្គបានប្រើពាក្យសរសើរដំកើងរបស់ក្មេងៗនិងទារុដែលនៅបៅធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឲ្យវិនាសសាបសូន្យទៅពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃដែលជាស្នាមព្រះហស្ថរបស់ព្រះអង្គហើយសម្លឹងមើលព្រះច័ន្ទនិងវង្សតារាដែលព្រះអង្គដាក់នៅលើមេឃនោះទូលបង្គំសួរខ្លួនឯងថាតើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះតើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះハតីទុកដាក់នឹងគេចឹងនេះព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះព្រះអង្គប្រទានសិរីរុងរឿងនិងកិត្តិយសដល់គេទុកជាមរកតរាជព្រះអង្គប្រទានឲ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមកព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេគឺទាំងចៀមទាំងគោនិងទាំងសត្វព្រៃទាំងប៉ុន្មានព្រមទាំងបក្សាបក្សីនៅលើមេឃត្រីនៅក្នុងសមុទ្រនិងសត្វទាំងអស់ដែលរស់នៅបាតសមុទ្របបិទ្ធព្រះអង្គម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល